ជាពិសេសគឺមនុស្សដូចជាឯងអញ្ចឹងមិនបាច់ទៅធ្វើសង្គ្រាមក៏អាចខ្លាយទៅជាមេបញ្ជាការម្នាក់បានដែរឈរលើគោលចំហមនុស្សធម៌ឯងចាំប្រាប់យើងមកខ្សែពណ៌ក្រហមនោះមែនទេអ្វីត្រូវពឹងនៅលើខ្លួនឯងលោកគ្រូពេទ្យលោកគ្រូពេទ្យកាត់ខ្សែក្រហមកុំភ័យអីលោកប៉ាជួយយើងផុតពីគ្រោះថ្នាក់ហើយលោកប៉ាអ៊ំស្រីចង់ជម្រាបដំណើរអ៊ំស្រីណាមនុស្សល្អដូចជាលោកបែបនេះពិតជាមានតែធម្មតាអ៊ំជិះតិចចឹងណាលីជាពីមុនជាអ្នកឯកទេសស្រាវជ្រាវគ្រាប់បែកឥឡូវប្រពន្ធកូនគេស្លាប់បាត់ទៅហើយដោយក្តីអស់សង្ឃឹមគេបានបញ្ឈប់ការងាររបស់ខ្លួនហើយក៏បាត់ដំណឹងតែម្ដង